Ok bang phone này là dương mà start cho mọi thì tới môn đường dương start đó làมือ video នៅក្នុង step មួយនេះគឺថាខ្ញុំចង់ឲ្យបងប្អូនហ្នឹងយកចិត្តទុកដាក់បន្តិចណានៅមុននឹងយើងមើល video ទាំងអស់នេះគឺខ្ញុំចង់ឲ្យបងប្អូនយកចិត្តទុកដាក់បន្តិចបានថាទី1គឺខ្ញុំចង់ឲ្យបងប្អូនមើល video ទី1នេះហើយ video ទី1នេះគឺជា video មួយដែលខ្ញុំបង្រៀនបងប្អូនឲ្យអាចចេះទិញ domain បានព្រោះជាការធម្មតាយើងដឹងស្រាប់ហើយដើម្បីឲ្យមាន website មួយគឺយើងត្រូវមានឈ្មោះហើយនឹង hosting មែនទេអញ្ចឹងជំហានដំបូងយើងនឹងទិញឈ្មោះឲ្យបានហើយដើម្បីទិញឲ្យឈ្មោះឲ្យបាននោះគឺយើងនឹងត្រូវ register ជាមួយក្រុមហ៊ុននឹងសិនបានយើងអាចទិញបានតើយើងជាសមាជិករបស់គេបានយើងអាចទិញបានមែនទេអញ្ចឹងបានថាវីដេអូទី1នេះគឺជាវីដេអូដែលខ្ញុំបង្រៀនបងប្អូននឹងឲ្យ register ជាសមាជិកទី1ហើយបន្តមកទៀតនៅក្នុងនឹងក៏ខ្ញុំបានបង្រៀនបងប្អូនដែរគឺបងប្អូនអាចទិញ domain បានតែម្ដងដោយខ្ញុំបង្រៀនបងប្អូនទិញ domain នៅក្នុងហ្នឹងហើយបងប្អូនត្រូវមាន visa card មួយ FTB visa cash card Angry Bird បងប្អូនអាចទៅកន្លែងភ្នាក់ងារវិញអ្នកណាក៏មានដែរ$1-3ហ្នឹងអត់ចាំបាច់មាន account ធនាគារទេទិញទៅបានភ្លាមទេគាត់យើងដាក់លុយក្នុង4រៀលអី5រៀលអីចោលទៅដើម្បីទិញ domain ណាអូខេអញ្ចឹងជំហានទី1នោះគឺថាទី1យើងបងប្អូននឹងមើលវីដេអូទី1ហ្នឹងមកបងប្អូនបើកវីដេអូនឹង play វីដេអូហ្នឹងមកហើយមើលណាមើលបានថាមើលហើយអនុវត្តចង់ប្រាប់បងប្អូនចេះហើយដូចខ្ញុំបានជម្រាបបងប្អូនមិនអញ្ចឹងគឺវគ្គទី1បរៀន register ហើយបន្តមកទៀតក្នុងវីដេអូហ្នឹងវគ្គចុងក្រោយគឺបរៀនទិញ domain ក៏ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនគ្រាន់តែ register សិនបានហើយបានថា register ជាសមាជិកសិនបានហើយកុំទាន់អាលទិញ domain ឲ្យសោះណាព្រោះអីបងប្អូនអត់ដឹងថាត្រូវធ្វើ website អីផងធ្វើ website ប្រភេទណាផងទិញ domain មកកើតមែនទេអញ្ចឹងដោយយើងអត់ទាន់ដឹងថាត្រូវបង្កើត website អីទេអញ្ចឹងយើងគ្រាន់តែ register ជាសមាជិកសិនមើលហើយអនុវត្តធ្វើ register ជាសមាជិកណាហើយទាក់ទិននឹងការ register ជាសមាជិកហ្នឹងគឺពេលដែលបងប្អូនមើលវីដេអូរបស់ខ្ញុំនីមួយៗហ្នឹងគឺកុំចាំមើលឲ្យចប់ឲ្យសោះមើលបណ្ដើធ្វើបណ្ដើបានថាបងប្អូនមើល1នាទីចឹងទៅបងប្អូនស្កប់វាទៅស្កប់ហើយមើលធ្វើទៅហើយដល់ពេលធ្វើបានចុច like ដូចខ្ញុំចុចហើយបងប្អូនអាចមើលវីដេអូបន្តទៀតហើយស្កប់ទៀតហើយធ្វើតាមទៀតអាហ្នឹងបានបងប្អូនអាចទៅបានកុំមើលវីដេអូឲ្យចប់ហើយត្រឡប់មកមើលវិញមើលអត់យល់ទេហើយក៏អត់ចេះដែរហើយនេះវាអញពិបាកណាស់បងប្អូនអញ្ចឹងបានថាទៅមួយកុំបខំណាទៅមួយកុំបខំអញ្ចឹងបងប្អូនមើលមួយទៅហើយធ្វើឲ្យបានមួយសិនណាមើលបដាធ្វើបដាអូខេនៅអញ្ចឹងជំហានទី1គឺចប់ហើយវីដេអូទី1ហ្នឹងគឺបងប្អូនគ្រាន់តែមើលឲ្យអនុវត្តឲ្យ register account មកកុំអាចទិញ domain អសោះណាបន្ទាប់មកទៀតបងប្អូនមកមើលអាលេខ3អាលេខ4អាលេខ5អាលេខ6ហើយខ្ញុំឲ្យមើលនេះគឺមើលឲ្យមាន ID ទេមើលកុំខ្វល់ណាមើលកុំខ្វល់ឲ្យខ្លួនឯងយល់ឬមួយក៏អីអសោះព្រោះអីអា4វីដេអូនេះគឺតាក់ទិននឹងការនៅពេលដែលបងប្អូនមាន hosting ហើយណាអញ្ចឹងនៅពេលដែលបងប្អូនមាន hosting បានបងប្អូនត្រូវមកមើលអាហ្នឹងព្រោះអីដើម្បី set up website set up អីហ្នឹងគឺបងប្អូនមើលហ្នឹងហើយណាក៏ប៉ុន្តែយើងអត់ទាន់ទិញ domain ផងទៅ set up មកកើតមែនទេអញ្ចឹងទី1ខ្ញុំឲ្យអនុវត្តបងប្អូនខ្ញុំឲ្យបងប្អូនអនុវត្តតានេះមួយទេ step 1ហ្នឹងណាអញ្ចឹងអា4នេះយើងមើលចោលមកឲ្យមាន ID អូខេនៅអូខេអញ្ចឹងយើងstep 1ណែនាំតែប៉ុណ្្នឹងហើយសូមយកចិត្តទុកដាក់គ្រប់ step ទាំងអស់តិចទៀត step ទី2ក៏ខ្ញុំមានការណែនាំ step ទី3ក៏ខ្ញុំមានការណែនាំដែរអញ្ចឹងបងប្អូនត្រូវយកចិត្តទុកដាក់ឲ្យមែនទែននៅលើ step ទាំងអស់ហ្នឹងណាកុំបង្ងើយកតើបើបងប្អូនចង់ជោគជ័យជាពិសេសបងប្អូននៅខេត្តណាធ្វើមិនធ្វើតាម step របស់គ្រូប្រាប់តែអត់ធ្វើតាម step គ្រូប្រាប់ទេខ្ញុំពិបាកជួយបងប្អូនណាព្រោះបងប្អូនមិននិយាយឡើងមកទេណាអញ្ចឹងយកចិត្តទុកដាក់តាម step ដែលខ្ញុំប្រាប់សិនអូខេណា